ពួកយើងធ្លាប់តែដឹងថា iPhone 11 Pro Max 12 Pro Max 13 Pro Max 14 Pro Max 16 Pro Max 17 Pro Max អញ្ចឹងយើងឃើញថាប្រហែលឆ្នាំហើយបងប្អូនយើងគឺដូចច្រើនឆ្នាំមែនទែនណាចាប់តាំងពី11 Pro Max មកម្លេះបាទសុទ្ធតែមាន Max Pro ហើយ Max Pro ហើយ Max Pro ហើយ Max ហ្នឹងទៅអញ្ចឹងឥឡូវហ្នឹងគឺយើងមាន Pro Max ដែរណា Xiaomi 17 Pro Max ខ្ញុំបានធ្វើវីដេអូហើយមិនដឹងតែប៉ុណ្ណោះទៀតឥឡូវហ្នឹងគឺមកពីដៃជើងរបស់ Xiaomi ទៀត Redmi K 90 Pro Max ទៀតអូយ Pro Max ដាច់បាយហើយខ្ញុំធម្មតាទេអត់អីទេណា copy ទៅឈ្មោះហ្នឹងនោះបងប្អូនយើងប៉ុន្តែបើសិនជាអាចអីកុំម្លឹងពេកអីណាខុសអីឈ្មោះដាក់នោះតែ Pro Max ទាំងអស់ខាង Android ក៏មានដែរមុនហ្នឹងដើរលឺ iTel ឯង iTel S20 Ultra ក៏មានដែរមុនខ្ញុំថាដាច់ឈ្មោះអញ្ចឹងអីដាច់បាយអត់មានទេមែនតាអត់អីទេបងប្អូនណាបើអញ្ចឹងឥឡូវយើងមកធ្វើការនិយាយអំពី Pro Max មួយនេះ Redmi K 90 Pro Max បញ្ជាក់ប្រាប់បងប្អូននេះគឺជាម៉ាស៊ីន version គេហៅចិនទេណាប៉ុន្តែនៅក្នុងស្រុកខ្មែរយើងមានអ្នកលក់មួយចំនួនគេនាំមកលក់ដែរបងប្អូនយើងដោយសារតម្លៃវាធូរជាងទីផ្សារហើយវាមានចំណុចពិសេសមួយចំនួនបងប្អូនណាពួក Redmi K ហ្នឹងគឺ exclusive Chinese market តែប៉ុណ្ណោះប៉ុន្តែដូចខ្ញុំនិយាយហ្នឹងនៅក្នុងស្រុកយើងវាមានលក់បងប្អូនណាមានហាងមួយចំនួនគេដាក់លក់ហ្នឹងទៅអូខេអញ្ចឹងឈ្មោះហ្នឹងគឺ Redmi K 90 Pro Max បងប្អូនយើងណាកាមេរ៉ា4គ្រាប់នៅខាងក្រោយហ្នឹងហើយ Redmi ក៏បានធ្វើការសហការជាមួយនឹងក្រុមហ៊ុនឯកទេសសម្លេងមួយផងដែរពាក់ព័ន្ធនឹងកាសអញ្ចឹងទៅដែលគេហៅថា Bose បាទអញ្ចឹងគឺគេត្រូវបាន tune ដោយ Bose បងប្អូនណាបាទអញ្ចឹងធម្មតាបងប្អូនដែលលើទូរស័ព្ទមួយចំនួន tune by JBL អីហ្នឹងណាបាទអញ្ចឹងRedmi K90 Pro Max ហ្នឹងគឺរត់ជាមួយនឹង Snapdragon 8 Elite Gen 5បងប្អូនយើងជាម៉ាស៊ីនខ្លាំងមែនទែនតែម្ដងហើយវាក៏រត់ជាមួយនឹង Xiaomi HyperOS ផងដែរបាទអញ្ចឹងមាន RAM 12ដល់16អញ្ចឹងទៅតាម configuration នៃ memory របស់យើងបាទហើយអេក្រង់វាហ្នឹងគឺ 6.9 អ៊ីនដូចទៅនឹងអេក្រង់របស់17 Pro Max ដែរបងប្អូនណា OLED 120Hz អញ្ចឹងទៅសម្រាប់កាមេរ៉ា setup របស់វាបើយើងមើលតាមរូបហ្នឹងគឺមាន4គ្រាប់ប៉ុន្តែខ្ញុំមិនដឹងថាមួយហ្នឹងគឺជា lens បឆោតឬក៏យ៉ាងណាទេប៉ុន្តែជាទូទៅគឺដឹងថា3ឬក៏4គ្រាប់ហ្នឹងឯង lens goal របស់វាហ្នឹងគឺមានទំហំ50 megapixel ដូចទៅនឹងកាមេរ៉ារបស់ Xiaomi 17អញ្ចឹងបងប្អូនយើងហើយ lens មួយទៀតហ្នឹងមានទំហំ50 megapixel សម្រាប់ lens គេហៅថា ultra wide angle ផងដែរមួយទៀតហ្នឹងគឺជា lens សម្រាប់ធ្វើការ zoom បាន5គុណបាទដូចទៅនឹង lens zoom របស់ Samsung អញ្ចឹងបាទអញ្ចឹងគឺ 5x optical zoom ហើយ lossless 10x zoom អញ្ចឹងទៅ50 megapixel main camera 50 megapixel ultra wide និង50 megapixel គេហៅថា 5x optical zoom អ្វីដែលពិសេសនៅលើ Redmi K90 Pro Max នេះគឺពាក់ព័ន្ធនឹងថ្មរបស់វាបាទអញ្ចឹងថ្មរបស់វាគឺថាទំហំ7050 7560 mAh បាទអញ្ចឹងល្បឿនសាររបស់វាហ្នឹងគឺ100 W បងប្អូនណាហើយជាមួយនឹងការសាក់ wireless ហ្នឹង50 W ផងដែរ reverse charging ហ្នឹងគឺ 22.5 W អញ្ចឹងចំណុចស្នូលរបស់វាបាទអញ្ចឹងគឺមានទៅលើទំហំថ្មធំ7560 mAh ជាងសាក់100 W បងប្អូនយើង speaker របស់វាហ្នឹងគឺត្រូវបាន tune ដោយក្រុមហ៊ុនឯកទេសសំឡេងបាទអញ្ចឹងគឺ Bose ហើយក៏ដូចជាកាមេរ៉ាហ្នឹងគឺបាន 5x optical zoom ថត portrait អីចឹងទៅគឺចំណុចល្បីមួយផងដែរហើយជាមួយនឹងឈ្មោះ Pro Max អញ្ចឹងបងប្អូនយើងហើយក្រោមវាគឺគេហៅថា 6.9 អ៊ីន OLED 120Hz អញ្ចឹងទៅលាក់ជាដើមហើយក៏ដូចជាម៉ាស៊ីន Snapdragon 8 Elite Gen 5អញ្ចឹងទៅជាម៉ាស៊ីនដ៏ខ្លាំងមួយសម្រាប់ការ gaming របស់បងប្អូនការប្រើប្រាស់ទូទៅរបស់បងប្អូនខ្ញុំគិតថាវាដើររលូនល្អអញ្ចឹងប៉ុន្តែខ្ញុំមិនដឹងថា Xiaomi optimize បានល្អប៉ុណ្ណាទេអញ្ចឹងខ្ញុំប្រាប់បងប្អូនថាម៉ាស៊ីនកាន់តែខ្លាំងវាកាន់តែក្តៅម៉ាស៊ីនហ្នឹងយើងវាអាស្រ័យទៅលើការ optimization របស់យើងទេហើយក៏ដូចជាការ optimization ចេញពី Qualcomm មកដែរបាទអញ្ចឹងមិនដឹងថា Snapdragon 8 Elite Gen 5 ហ្នឹង efficiency ល្អប៉ុណ្ណាចង់និយាយអញ្ចឹងណាបងប្អូនយើង chip មិនមែនឲ្យតែខ្លាំងល្អទាំងអស់បងប្អូនយើងបើអញ្ចឹងវាមានចូលរួមពីរហ្នឹងវាមាន efficiency core វាណាតើវាគ្រប់គ្រងកម្ដៅបានល្អប៉ុណ្ណាអត់ហើយនឹងមាន high performance core វាមាន low performance core វាឡើងជាដើមអញ្ចឹងធ្វើម៉េចអាពីរហ្នឹងគេ balance ឲ្យល្អអញ្ចឹងទៅអញ្ចឹងណាបងប្អូនយើងអញ្ចឹងបើថាយើងប្រើខ្លាំងទៅ high efficiency mode high efficiency core គេដើរឲ្យពេលហ្នឹងបើអញ្ចឹងវារត់ full performance តែម្ដង
ហើយទៅពេល low efficiency core ទៅយើងប្រើហ្មងយើងអត់មានលេង game នឹងអីទេយើងក៏ដំណើរការល្អដែរអញ្ចឹងណាបើអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់និយាយពាក់ព័ន្ធទៅនឹង Redmi K90 Pro Max ដូចខ្ញុំបាននិយាយអញ្ចឹងវាជាម៉ាស៊ីន version ចិនទេប៉ុន្តែនៅខ្មែរយើងក៏មានលក់ផងដែរដូចខ្ញុំនិយាយអញ្ចឹងវាអាចនឹងមានលក់ឆាប់ខាងមុខហ្នឹងណាបងយើងបើថាយើងចង់ដឹងមិនម៉ាញទៅយើងនេះគឺជាវីដេអូដែលខ្ញុំចង់ចែករំលែកទូអំពីវាតែប៉ុណ្ណោះមិនទាន់លម្អិត detail ប៉ុន្មានទេហ្នឹងហើយអរគុណជួបគ្នានៅឱកាសក្រោយបាយ